แต่ในตั้งเต้แบบมวยราสบរបស់ Royal Enfield មានប្រវត្តិគួរចាប់អារម្មណ៍មែនទែនរឿងមួយនេះគឺចាប់ផ្ដើមចេញពីឆ្នាំ1960នៅឯសហរដ្ឋអាមេរិក California ដែលមានការប្រណាំងមួយឈ្មោះថា Big Bear Run ដែលគេប្រណាំងនៅលើវាលខ្សាច់ California នៅក្នុងឆ្នាំ1960ពេលនោះឯងមានអ្នកប្រណាំងជនជាតិអាមេរិកម្នាក់ដែលមានឈ្មោះថា LD Mulder ដែលមានអាយុត្រឹមតែ16ឆ្នាំតែប៉ុណ្ណោះដែលមានលេខសម្គាល់លើម៉ូតូនោះគឺ249ហើយយុវជនរូបនេះបានធ្វើឲ្យម៉ាកយីហោរបស់ Royal Enfield ល្បីទូទាំងប្រទេសអាមេរិកតែម្ដងដោយសារតែការយកឈ្នះទៅលើការប្រណាំងទៅលើវាលខ្សាច់មួយនេះដូច្នេះ Bear Moira នេះគឺជាការធ្វើឡើងដើម្បីគោរពឬក៏រំលឹកដល់ការជ័យជំនះរបស់លោក Mulder ដែលមានលេខ249ជាផ្លាកសម្គាល់តែ design បែប scrambler ដែលវាបង្ហាញអំពីអារម្មណ៍ adventure របស់អ្នកប្រើប្រាស់ហើយ Royal Enfield បានហៅអារម្មណ៍មួយនេះថា a scrambler with a 60s soul ប្រមែនតែប្រសិនបើអ្នកទាំងអស់គ្នាជាអ្នកតាមដានទៅលើ map មួយនេះអ្នកទាំងអស់គ្នានឹងឃើញ model មួយនេះស្រដៀងជាមួយនឹង Interceptor ដែលគេធ្វើឡើងសេរីៗមុន model មួយនេះគឺជា collaboration រវាង Royal Enfield ជាមួយនឹង custom bike នៅ Espagne ដែលមានឈ្មោះថា Fuller Motorcycle ហើយពួកគេបានបង្កើត version ពិសេសមួយនេះហើយដាក់ឈ្មោះវាថា Fuller Fury 650ដែលការរចនានេះឡើងគឺដើម្បីលោក LD Mulder និង Fury 500 bike ឆ្នាំ1960អញ្ចឹងកុំអ្នកទាំងអស់គ្នាឆ្ងល់ថាតើ Fury 500 bike នេះគឺជាអ្វីវាគឺជាម៉ូតូដែល Moody ប្រើប្រាស់ក្នុងកំឡុងពេលនោះឯងអញ្ចឹងអ្នកទាំងអស់គ្នាសឹងតែគ្រប់ model របស់ Royal Enfield តែមាន story behind ជានិច្ចតួយ៉ាង model មួយនេះមាន story ដ៏គួរឲ្យចាប់អារម្មណ៍មួយដែលធ្វើឲ្យអ្នកប្រើប្រាស់ម៉ូតូមួយនេះគឺនឹកចាំពីការសម័យកាលនោះដូច្នេះ BM 650មិនគ្រាន់តែជាម៉ូតូដែលអ្នកទាំងអស់គ្នាបានប្រើប្រាស់រៀងរាល់ថ្ងៃនោះទេហើយរឿងរ៉ាវខ្លះរបស់ប្រវត្តិម៉ូតូនីមួយៗហ្នឹងក៏ធ្វើឲ្យអ្នកទាំងអស់គ្នា inspire ផងដែរតែអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះ model មួយនេះ